សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផាត់មុខធ្វើសក់ខ្លួនឯងដោយសារតែជាងរវល់អស់លេងអញ្ចឹងទៅមានតែធ្វើសក់ផាត់ខ្លួនឯងទេមួយញឹកអញ្ចឹងណាចេះធ្វើសក់ខ្លួនឯងបានតាមម៉ានម៉ូដនឹងឯងហើយឥឡូវនេះដកហូមចៅមុននឹងយើង make up នាងខ្ញុំប្រើជាមួយការពារកម្ដៅថ្ងៃហើយនឹងការពារដើម្បីកុំឲ្យម្សៅឈាបចូលទៅក្នុងស្បែកមុខរបស់យើងផងហើយនឹងការពារនឹងពន្លឺភ្លើងឬក៏ផ្សែងពុលផ្សែងអីអញ្ចឹងសំខាន់គឺថាផ្ដល់សំណើមឲ្យស្បែកមុខរបស់យើងទន់មុននឹងយើងប្រើជាម្សៅ make up ជួយការពារពីពន្លឺព្រះអាទិត្យកុំឲ្យយើងឡើងជាំហើយនឹងរលាកស្បែកហើយនេះផលិតផលដែលខ្ញុំប្រើគឺ BU បងប្អូនគឺញីចូលមុខប្លុកតែម្ដងតាមពិតទៅចំណុចដែលគេឲ្យប្រើហ្នឹងតែពីម្រាមដៃគឺសក់ពេញផ្ទៃមុខការពារបានហើយបងប្អូនប៉ុន្តែដោយសារតែ BU នេះគឺថាលាបចូលល្អហើយធ្វើឲ្យទន់ស្បែកមុខអញ្ចឹងទៅខ្ញុំចេះតែដាក់ថែម 4-5 ម្រាមអញ្ចឹងណាអត់អីទេបងប្អូនលាបកាន់តែច្រើនកាន់តែល្អការពាររនាំងស្បែកមុខរបស់យើងបានល្អអញ្ចឹងកុំឲ្យថ្ងៃចាំងមកឬមួយក៏យើងប្រើម្សៅអីទៅវាប៉ះពាល់ទៅដល់រនាំងស្បែកមុខរបស់យើងហើយជាហេតុធ្វើឲ្យស្បែកមុខរបស់យើងហ្នឹងវាមានសុខភាពខ្សោយដោយសារតែយើងខូចរនាំងស្បែកមុខគឺមកពីយើងប្រើប្រាស់នៅលេការពារកម្ដៅថ្ងៃមិនបានគ្រប់ចំនួនហើយនឹងបានត្រឹមត្រូវចាឥឡូវនេះផាត់មុខបដាណាបងប្អូននេះខ្ញុំមិនដែលប្រើជា foundation ទេនេះខ្ញុំប្រើជា BB cream ដូចជា V យ៉ាងហើយនឹងប្រើម្សៅផាត់ហើយផាត់ខ្លួនឯងមិនមែនជំនាញអីស្អាតបាតជាង professional ទេបងប្អូនប៉ុន្តែគ្រាន់តែយើងអាចផ្ដល់អសនបានអញ្ចឹងនៅពេលដែលពួកគាត់ជាប់រវល់ច្រើនអញ្ចឹងណានេះខ្ញុំអត់សូវផាត់អីច្រើនទេផាត់តែ color ថ្ពណ៌បន្តិចថែមម្សៅតឹងបន្តិចម្សៅផាត់បន្តិចគូ eyeliner បន្តិចថែមហូមភ្នែក2ជាន់បន្តិចគូអញ្ចើមគូរឹមភ្នែកអីអញ្ចឹងណាលាបក្រែមដាក់ color ថ្ពាល់មាន contour មានអីអញ្ចឹងទៅចាបន្តិចហ្នឹងគ្រាន់តែវាច្រើនបន្តិចអញ្ចឹងណាបានកើតចេញជាស្អាតបន្តិចអញ្ចឹងទៅបន្តិចច្រើនដងហើយនៅខ្វះបន្តិចទៀតចុងក្រោយហ្នឹងដូច highlighter អីអញ្ចឹងណាថែមជាខ្ទង់ច្រមុះខ្ទង់អីអញ្ចឹងទៅចាក្រែម2ជាន់អីអញ្ចឹងទៅនេះរួចរាល់ហើយបងប្អូនអើយនេះបន្តិចបានស្រុបសេចក្តីមកបានមួយបែបរបស់គេដែរនេះមានអីមួយយ៉ាងដែលតាមបងប្អូនមកអាចដោះតល់បានសូមជួយដាក់បន្ទុកយូ make up ខ្លួនឯងអញ្ចឹងម្ដងក៏បានដែរព្រោះអី make up តិចមកថ្មីរហូតតែដែរបានប្រើសោះដោយសារតែបងប្អូនគាត់មក make up ឲ្យអញ្ចឹងទៅអត់ដែរបានប្រើរបស់ខ្លួនឯងទេឥឡូវនេះបានមកដល់រោងការបងប្អូនប្រញាប់ដើរចូលទៅក្នុងថាកុំឲ្យទឹះគេមានណាដើរចូលពីមួយកន្លែងទៅកន្លែងទឹះគេគ្រប់កន្លែងទាំងអស់ដោយសារគេចាំថតវត្តមានកូនរបស់កូនកំមុំគាត់នៅឈរនឹងឯងហើយខ្ញុំសុំពេលគាត់ដើរចូលបន្តិចអញ្ចឹងណាចាហើយឥឡូវនេះដើរចូលមកដល់ក្នុងហើយរោងជ័យចាគឺថាស្អាតខ្លាំងមែនតើណាបងប្អូនហើយថ្ងៃនេះកម្មវិធីគឺរៀបចំដោយខាងផ្នែកតន្ត្រីក៏បងប្អូនគឺរៀបចំដោយបងយ៉ែមសំអូនចាតារា entertainment ជាទម្លាប់របស់នាងខ្ញុំបងប្អូននឹងស្រាប់ហើយនៅពេលដែលនាងខ្ញុំបានមកចូលរួមនៅក្នុងកម្មវិធីមង្គលការចាគឺនាងខ្ញុំតែងតែផ្ដិតយកនៅរូបភាពស្អាតតាមរយៈវីដេអូឬមួយក៏រូបភាពដែលបងប្អូនគាត់បានថតឲ្យអញ្ចឹងណាដើម្បីជូនទៅដល់បងប្អូនទាំងអស់បានទស្សនាឲ្យបានប្លែកភ្នែកប្លែកអារម្មណ៍និងទទួលនៅចង់ថាចំណេញភ្នែកទេបងប្អូនចាព្រោះការតុបតែងនៅក្នុងកម្មវិធីទាំងមូលគឺថាស្អាតខ្លាំងមែនតើហើយជាមួយនឹងការជួបជុំគ្នានឹងសិល្បករសិល្បករនីរៀមច្បងក៏ដូចជាសិស្សប្អូនចាបានរីករាយសប្បាយនឹងការងារទាំងអស់គ្នាតែម្ដងឥឡូវនេះគឺនឹងខ្ញុំឈរចាំនៅខាងមុខតែម្ដងដោយសារតែបងប្អូនដែលជាអ្នកសិល្បករនិងក្រុមតន្ត្រីករលោកគ្រូភ្លេងគាត់នឹងត្រូវចេញមកដើម្បីថតរូបជាអនុស្សាវរីយ៍ទាំងអស់គ្នាការតុបតែងខ្លួនគឺថាស័ក្តិសមរៀងខ្លួនផ្នែកបរោះមើលទៅគឺស្រស់គ្នាគេហៅថាសង្ហាណាចាឲ្យផ្នែកនារីគឺថាគេស្រស់ស្អាតចាអញ្ចឹងមួយបែបម្នាក់ទេហើយនាងខ្ញុំនៅសល់ពេលចឹងដើរថតថែមទៀតចឹងទៅហើយសម្លៀកបំពាក់នេះគឺរៀបចំដោយសុធានីកាត់ដេរគាត់តែងតែច្នៃម៉ូដដល់នាងខ្ញុំគ្រប់កម្មវិធីយ៉ាងស័ក្តិសមតែខ្ញុំអត់ដែរពិបាករើសម៉ូដទេដោយសារតែគាត់ច្នៃឲ្យគឺស័ក្តិសមនៅក្នុងកម្មវិធីកលេចមកមើលសម្រាប់បងស្រីខ្ញុំនេះវិញនេះថ្ងៃនេះក៏ផាត់មុខខ្លួនឯងដែរថ្ងៃនេះគឺថាសិតតែជាងរវល់តែម្ដងប៉ុន្តែអត់អីទេថ្មីដៃផាត់មុខរបស់បងស្រីគឺថាស្អាត perfect អត់ប្រាប់ថាផាត់ខ្លួនឯងគឺអត់ដឹងទេថ្មីដៃគឺថាមិនធម្មតាតែម្ដងចាគឺប្រកែខ្លាំងណាស់បងខ្ញុំហើយសំខាន់សម្រាប់នៅតែក្មេងនេះអត់ដឹងថាគិតមិនទេនៅតែស្អាតរហូតអញ្ចឹងឥឡូវចប់ហើយបងប្អូនដល់ម៉ោងប្រែកាឡាវិញណាចា Cinderella អត់ឲ្យផុតពីម៉ោង 12 ទេទៅមកដល់ផ្ទះ remove make up សិននាងខ្ញុំប្រើជាឈុតចា BU កមួននិងសាប៊ូលាងមុខម្ដង foam លាងមុខទៅពេលដែលយើង make up អញ្ចឹងគឺយើងអត់អាចមកដល់ផ្ទះហើយយើងទុក make up នឹងចោលរហូតដល់ព្រឹកបានទេត្រូវតែ remove ឲ្យបានស្អាតបងប្អូននាងខ្ញុំប្រើកមួននេះគឺដោយសារតែងាយស្រួលបំបែក make up ខ្លាំងមែនតើទោះ make up ខះប៉ុណ្ណាក៏ដោយបងប្អូនមើលតែ color ភ្នែករបស់ខ្ញុំទៅគឺខ្ញុំប្រើ color ដិតខ្លាំងហើយនឹងសំខាន់បំផុតគឺយើងប្រើជា mascara ឬមួយក៏ eyeliner ប្រភេទ style waterproof អញ្ចឹងណាបងប្អូនអញ្ចឹងគឺថាវាជាប់ខ្លាំងបើសិនជាយើងមិនប្រើជាកមួនទេ
ទេយើងប្រើជាទឹកជូតទឹកអីហ្នឹងគឺវាកកិតមុខដោយសារតែយើងប្រើស្លៃនេះយើងប្រើស្លៃហ្នឹងដោយសារតែចង់ឲ្យបងប្អូនមើលទេពីភាពខុសគ្នានៅពេលដែលយើង remove ហើយនឹងអត់ត remove ប៉ុន្តែជាទូទៅបងប្អូនគ្រាន់តែ remove ជាមួយនឹងកមុនញីឲ្យបំបែក make up អស់ហើយបងប្អូនទៅលាងទឹកហើយនឹងលាងជា foam តែម្ដងមិនបាច់ចាំប្រើស្លៃជូតដូចនេះខ្ញុំទេបន្ទាប់មកទៀតគឺបងប្អូនចាអាចប្រើប្រាស់ជាមួយនឹង skin care ប្រចាំថ្ងៃរបស់យើងជួយឲ្យ skin care ប្រចាំថ្ងៃរបស់យើងបង្កើនប្រសិទ្ធភាពទ្វេដងដោយសារតែយើងលាងមុខបានស្អាតចឹងទៅអត់មានអីដែលកកស្ទះនៅក្នុងស្បែកមុខរបស់យើង remove make up នេះហើយអ្នកដែលបានប្រើហើយទៅសាកដាក់ពីមាត់ទេដោយសារតែងាយស្រួលប្រើវាអត់កកិតស្បែកមុខវាធ្វើស្បែកមុខរបស់យើងទន់ហើយនឹងលាង make up បានស្អាតសម្រាប់ការពារកម្ដៅថ្ងៃវិញគឺថាប្រភេទ hybrid គឺកូនកាត់អ្នកដែលអត់ចូលចិត្តលាបការពារកម្ដៅថ្ងៃហើយសពុះសភេងនៅលើមុខអញ្ចឹងយក BU hybrid sunscreen ទៅអត់ខំម្ដងទេលាបចូលមុខអស់ហើយអត់មានល្ងើមអត់មានជាតិ white cast នៅលើនឹងផ្ដល់ការរំខានដល់យើងបងប្អូនអាចតាក់ទងទៅក្នុង page BU បានណាបងប្អូនកំពុងតែមាន promotion អរគុណ